ជំរាបសួរបងប្អូនយើងចូលបន្តទៀតមកវិញ្ញាសាទី16ណាបាទគុយស្អឹមខ្មែរបងយើងនេះយើងត្រៀមប្រឡងវគ្គ1យើងសិក្សាគុយស្អឹមណាបាទជាពិសេសបងប្អូនយើងថ្មីបាទត្រៀមប្រឡងគ្រូថ្មីក្រែងលោកមិនដឹងណាគឺមានគុយស្អឹមមានបកស្រាយមានសំណេរអញ្ចឹងគុយស្អឹមគឺដំណាក់កាលទី1បកស្រាយសំណេរដំណាក់កាលទី2តោះកុំឲ្យយឺតចាប់ដើមសំណួរទី1សំណេរអត្ថាធិប្បាយពន្យល់ចុះបន្ទាប់ប្រមាណដងនេះតពីវិញ្ញាសាទី15ណាបាទអញ្ចឹងចម្លើយគឺចុះបន្ទាប់ប្រមាណដងគ្រូចង់ឲ្យបងប្អូនគិតបន្តិចសិនតោះរាប់ដៃរាប់ជើងមកបងប្អូនចុះបន្ទាប់ប្រមាណដងសំណេរពន្យល់ណាសំអត្ថាធិប្បាយពន្យល់បាទតាអញ្ចឹងចម្លើយ6ដងបងប្អូនតារាប់ជាមួយខ្ញុំតើកន្លែងណាខ្លះគ្រប់6ដងណាទី1លំនាំឲ្យចំណោទ2ដងណាឃ្លៀបជាប់3បកស្រាយឬក៏យើងហៅបំណកស្រាយ4សរុបសេចក្តី5ហើយនឹងវាតម្លៃប្រធាន6ប៉ុន្តែជាទូទៅហ្នឹងមានន័យថាជាធម្មតាគឺចុះបន្ទាប់6ដងប៉ុន្តែករណីខ្លះវាអាចចុះលើស6គឺត្រង់បំណកស្រាយក្រៅពីហ្នឹងអត់ប្រែប្រួលទេប្រែប្រួលតែកន្លែងបំណកស្រាយទេបំណកស្រាយនៅពេលដែលប្រធានមានអត្ថន័យច្រើនពី3អត្ថន័យអញ្ចឹងគឺគេអាចបំបែកការចុះបន្ទាត់ហ្នឹងទៅជា2 3ដែរតោះអញ្ចឹងអាចប្រែប្រួលតែក៏គេសួរថាជាទូទៅគឺយើងឆ្លើយថា6ដងហ្នឹងឯងអញ្ចឹងសំណេរតែងសេចក្តីចែកចេញជាប៉ុន្មានបងប្អូនសំណេរតែងសេចក្តីចែកចេញជាប៉ុន្មានបាទចម្លើយគឺចែកចេញជា3ផ្នែកមានផ្ដើមសេចក្តីមានតួសេចក្តីនិងបញ្ចប់សេចក្តីបងប្អូនឲ្យនិយមន័យតិចមើលលំនាំបញ្ហាជាអ្វីបងប្អូនយល់ថាម៉េចលំនាំបញ្ហាក្នុងសំណេរណាបងប្អូនបាទអញ្ចឹងកុំឲ្យយូរមើលចម្លើយលំនាំបញ្ហាគឺជាខ្លឹមសារគំនិតយោបល់ដែលជាលំនាំដើមឬស្ថានភាពដើមមានន័យផ្សារភ្ជាប់ទៅនឹងគំនិតឬខ្លឹមសាររបស់ប្រធានបើយើងនេះយើងយកតាមសភៅត្រឹមត្រូវគឺគេឲ្យនិយមន័យបែបហ្នឹងតែបើយើងនិយាយឲ្យងាយយល់បាទចំពោះលំនាំបញ្ហាយើងអាចឲ្យនិយមន័យថាគឺជាការសរសេរពីបញ្ហាទូទៅរបស់ប្រធានបាទឬក៏សរសេរឲ្យជាប់តាក់ទងជាមួយនឹងប្រធានបទពីព្រោះលំនាំនេះគឺដើម្បីលើកប្រធានបទចូលអញ្ចឹងស្អីមិនឲ្យគេសង្ស័យឲ្យពាក់ព័ន្ធជាមួយប្រធានបទទើបយើងអាចលើកប្រធានបទនឹងចូលបានចុះចំណូលបញ្ហាជាអ្វីបាទចំណូលបញ្ហាខ្លីទេគឺជាការលើកប្រធានចូលមកវិញប៉ុន្តែពេលដែលលើកប្រធានចូលមកវិញបងប្អូនត្រូវប្រយ័ត្នប្រយែងបាទយើងប្រើពាក្យពេចន៍ឲ្យស្រួលបួលផងប្រយ័ត្នឆ្កងណាប្រធានខ្លះយើងលើកទាំងដុលមកវាឆ្កងអញ្ចឹងយើងរៀបពាក្យពេចន៍ឲ្យល្អជាពិសេសប្រភេទប្រធានដែលគ្មានអភ័ន្តរសញ្ញាកាលណាប្រធានអត់មានអភ័ន្តរសញ្ញាប្រធានដែលគ្មានពាក្យបញ្ចេញមតិត្រឹមត្រូវលើកមកយើងត្រូវចេះថែមថយផងបើមិនអញ្ចឹងឆ្កងសំខាន់ដាក់មកកុំឲ្យឆ្កងអានទៅរវាងលំនាំនិងប្រធានហ្នឹងគឺវាស៊ីគ្នាណានេះបាទចំណុចបន្ទាប់5តើបំណកស្រាយជាអ្វីអញ្ចឹងបំណកស្រាយនេះគឺជាការស្រាយបំភ្លឺទៅតាមចំណោទរបស់ប្រធានឬបំណងរបស់ប្រធានចង់ដឹងដោយផ្សារភ្ជាប់នឹងអំណាចណាឧទាហរណ៍បញ្ជាក់បានច្បាស់លាស់បាទអញ្ចឹងចំណុចសំខាន់បំណកស្រាយនេះខ្ញុំយកទូរទស្សន៍គឺយើងត្រូវបកស្រាយទៅនឹងចំណោទរបស់ប្រធានតើចំណោទប្រធាននៅឯណាចំណោទប្រធាននៅកន្លែងចំណោទបញ្ហាហ្នឹងឯងតើយើងចោទសួរថាម៉េចជាទូទៅយើងមិនសួរថាតើប្រធានខាងលើមានអត្ថន័យដូចតែខ្លះអញ្ចឹងយើងបកស្រាយអត្ថន័យរបស់ប្រធានហ្នឹងឯងបាទហើយពេលខ្លះយើងសួរបំលែងប្រធានសួរអីចឹងទៅយើងបកស្រាយហ្នឹងឯងបាទឬក៏បំណងរបស់ប្រធានតើប្រធានចង់បានអីត្រូវការអីយើងរៀបចំការសរសេររបស់យើងបកស្រាយឲ្យត្រូវហើយកុំភ្លេចណាមានអំណាចឬឧទាហរណ៍ចូលរួមបញ្ជាក់ផងសរុបសេចក្តីជាអ្វីសរុបសេចក្តីគឺជាការសង្ខេបឬប្រមូលបញ្ចូលគ្នានៅគំនិតដែលបានបកស្រាយបំភ្លឺរួចហើយដើម្បីគ្រប់គ្រងគំនិតទស្សនៈរបស់ប្រធានឲ្យកាន់តែប្រកបឡើងនិយាយខ្លីងាយយល់សរុបសេចក្តីគឺជាការបង្រួមសេចក្តីពីបំណកស្រាយហ្នឹងមកជាខ្លីតែខ្លឹមខ្លីហ្នឹងប៉ុណ្ណាបាទ2 3បន្ទាន់បាទតើវាតម្លៃប្រធានជាអ្វីវាតម្លៃប្រធានជាការបញ្ជាក់ម្ដងទៀតទៅលើអត្ថន័យនិងតម្លៃអប់រំរបស់ប្រធានថាមានន័យមានប្រយោជន៍ទៅតាមគោលបំណងរបស់ប្រធានប៉ុណ្ណាអញ្ចឹងណានិយាយខ្លីគឺបកបញ្ជាក់ពីអត្ថន័យប្រធានថាល្អឬមិនល្អត្រូវឬខុសហើយនឹងបញ្ជាក់ពីតម្លៃអប់រំរបស់ប្រធានអញ្ចឹងយើងឃើញ2ចំណុចសំខាន់ទី8តើមតិតខ្លួនជាអ្វីជាមតិតខ្លួនជាចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកសរសេរចំពោះប្រធានដែលបានចោទឡើងខាងលើមតិផ្ទាល់ខ្លួនគឺគំនិតផ្ទាល់ខ្លួនរបស់យើងឯងឬក៏យោបល់ផ្ទាល់ខ្លួនរបស់យើងឯងដែលយើងចង់ផ្ដល់ចូលរួមជាមួយឬក៏យើងចង់ផ្ទេរនៅបទពិសោធន៍របស់យើងឬក៏គំនិតរបស់យើងចំពោះប្រធានហ្នឹងទី9តើពន្យល់នៃប្រធានជាអ្វីពន្យល់នៃប្រធានជាការធ្វើឲ្យប្រធានមានលក្ខណៈសាមញ្ញងាយយល់តាមរយៈពាក្យកលឹះដែលបានពន្យល់បាទតើពន្យល់ពាក្យកលឹះជាអ្វីពន្យល់ពាក្យកលឹះគឺជាការស្រង់ពាក្យកលឹះឬពាក្យពិបាករបស់ប្រធានមកពន្យល់ឲ្យងាយយល់ប៉ុណ្ណឹងអរគុណច្រើនបងប្អូនខ្លីលឿនប៉ុណ្ណឹងឯងព្រោះគុយស្អឹមយើងសំខាន់ទន្ទិញឲ្យចាំបងប្អូនចង់រៀនបងប្អូនសមត្ថភាពរៀនរហូតប្រឡងជាប់បាទគ្រូអនុបឋមតីយើងចាប់ដើមចូលរៀនហើយណាបងប្អូនអញ្ចឹងយើងអាចចុះឈ្មោះចូលរៀនបានតាម Telegram មួយខ្សែនេះឬក៏បងប្អូនយើងចូលរៀនជាមួយលោកគ្រូគឺមានកាដូឲ្យបាទគឺឲ្យសភៅឲ្យកដាស្តង់ដាឲ្យការបញ្ចុះតម្លៃហើយនឹងកញ្ចប់វិញ្ញាសាពិសេសជូនពិសេសហើយបងប្អូនបានសភៅហើយបានរៀនទៀតអញ្ចឹងបងប្អូនចាប់អារម្មណ៍សូមតាក់ទងមក Telegram មួយខ្សែនេះបាទបងប្អូនយើងអត់មានពេលរៀនអាចរកវិញ្ញាសាមើលបានអ្នកប្រឡងបាត់ដប់ក៏អាចសួរនាំបានដូចគ្នាអរគុណច្រើនបងប្អូនបាទយើងចាំជួបគ្នានៅវិញ្ញាសាបន្ត